យន្តហោះ F-16 ទម្លាក់គ្រាប់បែកលើឃ្លាំងអុកញ៉ាវងដួងបណ្ដាលឲ្យមានមនុស្សរងរបួស2នាក់ករណីកម្លាំងយោធាថៃបន្តឈ្លានពានមកលើដែនដីអធិបតេយ្យកម្ពុជានៅព្រឹកថ្ងៃទី18ខែធ្នូនេះដោយបានប្រើប្រាស់យន្តហោះចម្បាំង F-16 ទម្លាក់គ្រាប់បែក3គ្រាប់មកលើឃ្លាំងមួយដែលនៅក្រុងប៉ោយប៉ែតដែលជាកម្មសិទ្ធិរបស់លោកអុកញ៉ាពងដួងបណ្ដាលឲ្យមានការខូចខាតសម្ភារៈនិងមានមនុស្សរងរបួសស្រាល2នាក់នេះបើតាមអ្នកនាំពាក្យរងក្រសួងមហាផ្ទៃលោកទូចសុខៈអ្នកនាំពាក្យរងក្រសួងមហាផ្ទៃបានឲ្យដឹងនារសៀលថ្ងៃប្រហោះនេះថានាព្រឹកថ្ងៃទី18ខែធ្នូឆ្នាំ2025យន្តហោះ F-16 របស់ថៃបានទម្លាក់គ្រាប់បែកចំនួន3គ្រាប់ចូលតំបន់ទីប្រជុំជនស៊ីវិលរបស់កម្ពុជាភូមិផ្សារកណ្ដាលសង្កាត់ផ្សារកណ្ដាលក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យបណ្ដាលឲ្យខូចខាតអគារមួយខ្នងដំបូលឃ្លាំងអុកញ៉ាពងដួងផ្នែកខាងត្បូងសម្ភារៈមួយចំនួនទៀតនិងមានអ្នករងរបួសស្រាល2នាក់គិតមកដល់ថ្ងៃទី18ខែធ្នូឆ្នាំ2025ដែលជាថ្ងៃទី12ហើយដែលភាគីថៃនៅតែបន្តបំពេញរំលោភលើបទច្បាញ់និងសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជាថៃដែលភាគីកម្ពុជានិងភាគីថៃបានចុះហត្ថលេខាកាលពីថ្ងៃទី26ខែតុលាឆ្នាំ2025នៅថ្ងៃទី18ខែធ្នូនេះយោធាថៃបានប្រើប្រាស់យន្តហោះចម្បាំង F-16 ទម្លាក់គ្រាប់បែកក្នុងភូមិរាស្ត្រភ្នំខ្មោចនារសៀលម៉ោង 9:51 នាទីនិងម៉ោង 17 នាទីយោធាថៃបានប្រើប្រាស់យន្តហោះចម្បាំង F-16 ទម្លាក់គ្រាប់បែកក្នុងភូមិរាស្ត្រពាក់ស្បែកខេត្តព្រះវិហារមកទម្លាក់ចំពទាចំជួយបែកដល់ហើយពុះចុះឡើងឡានយើងវិញបែកដល់ហើយជួយមកទម្លាក់ចំពទាចំវងមូលឯងវងមូលផ្លូវ58ចំពទាល្អអយោយោអូជួយមកគេផុតតាន់ហត់សិតបែកតិចដល់ហើយចំពទាបដ ாய் ពទាផ្លូវវងមូល58ណា